รียบสู้ពុំវិញពុកម៉ែបងប្អូនក៏ដូចជាសួស្តីទៅកាន់អ្នកទាំងអស់គ្នាខ្ញុំបាទ Jane Official នេះគឺជា vlog ទី2របស់ខ្ញុំដែលបន្តពី vlog ទី1របស់ខ្ញុំដែលខាបានធ្វើជាច្រើនខែណាស់មកហើយវីដេអូនេះផងដែរខ្ញុំបានថតវាប្រហែលជារយៈពេល1ខែហើយតែតែមានពេលវេលា voice over ដើម្បីផុសវីដេអូនេះចូលទៅក្នុង Facebook ហើយទាំងអស់នេះផងដែរគឺជាសកម្មភាពក៏ដូចជាទស្សនភាពនៅឯភ្នំខ្លាកូនខេត្តបន្ទាយមានជ័យយើងបាទចឹងអត់មានអីច្រើនទេនៅក្នុងវីដេអូនេះគ្រាន់តែថតសកម្មភាពក៏ដូចជាទេសភាពដែលមាននៅភ្នំខ្លាកូននេះផ្ទាល់តែម្ដងទេសភាពព្រៃព្រឹក្សាក៏ដូចជាដើមឈើហើយនឹងកន្លែងដាហាត់ប្រាណឃើញថាកន្លែងនេះគឺមានទេសភាពស្អាតហើយសម្បូរពុំមិញគាត់មកដើរហាត់ប្រាណហើយក៏មានក្មេងៗយុវវ័យមកដើរលេងកម្សាន្តផងដែរហើយនេះគឺផ្លូវឡើងទៅភ្នំខាងលើបន្ទាប់ពីផ្លូវវាតង់ខាងក្រោមដែលខ្ញុំបានថតមិញនេះទេសភាពគឺស្អាតមែនទែនដោយសារតែខែនេះខែភ្លៀងពណ៌តាមឈើអីហ្នឹងគឺគីខ្ចីល្អខ្លាំងបើសិនជាឃើញនឹងភ្នែកជាក់ស្ដែងគឺស្អាតតនេតាស្អាតហើយមានអារម្មណ៍ fresh ខ្លាំងមែនទែនផ្លូវនេះវារៀងស្ដុកបន្តិចដោយសារតែខែភ្លៀងទន្ទឹមជាតិគឺដូចជាដើមឈើវាដុះស្មៅអីដុះច្រើនដុះជុំផ្លូវតែម្ដងហើយថ្ងៃនេះខ្ញុំឡើងមកគឺអត់មានមនុស្សទេនៅលើភ្នំអត់ដឹងមិនដែរជារាល់ដងមានខ្លះអត់ខ្លះដូចជាសារទឹកសបោមនុស្សដោយសារតែគេចុះពីរៀនគេល្ងាចឡើងចេញពីធ្វើការអីគេដើរហាត់ប្រាណដើរលេងនៅលើភ្នំតែថ្ងៃនេះអត់មានទេស្ងាត់ខ្លាំងមែនទែនតែខ្ញុំថតវីដេអូនេះស្ងាត់តើតែម្នាក់ឯងទេនៅលើភ្នំរហូតដល់ចុងវីដេអូរហូតដល់ក្រោមវិញបានមនុស្សគេនៅខាងក្រោមសបោចាស់ក៏ដើរហាត់ប្រាណនៅតាមផ្លូវបេតុងនៅខាងក្រោមចឹងទស្សនាជាក់ស្ដែងទៅគឺថាស្អាតដូចក្នុងវីដេអូចឹងហើយនេះគឺផ្លូវមាន2បន្ទាប់ពីឡើងមកដល់ទីនេះគឺខ្ញុំឡើងមកផ្លូវបាយទី1ដែលខ្ញុំបានថតនេះវាមានផ្លូវទី1និងផ្លូវទី2ផ្លូវទី2មិញហ្នឹងគឺចុះទៅខាងក្រោមហើយក៏បន្តអាចឡើងទៅភ្នំមកខាងទៀតផងដែរប៉ុន្តែខ្ញុំមកតាមផ្លូវទី1នេះដោយសារតែទេសភាពនៅតំបន់នេះគឺស្អាតហើយមេឃរៀងល្ងិតដែរខ្ញុំថតម៉ោង6ជាងហើយខែភ្លៀងចេះវាល្ងិតលឿនប៉ុន្តែទេសភាពតែបែបតែម្ដងតាមឈើស្រស់ល្អខ្លាំងមែនទែនអាចមើលបានហើយនេះផ្លូវបន្ទាប់ពីឡើងមកហើយនេះគឺចាប់ផ្ដើមចុះទៅវិញហើយតិចទៀតនឹងឃើញទេសភាពនៅខាងក្រោមនឹងឃើញសាលាវិទ្យាល័យហ៊ុនសែនខ្លាកូនតែម្ដងឃើញតារាបាល់ឃើញអីពីព្រោះភ្នំនេះគឺជាប់នឹងសាលាវិទ្យាល័យហ៊ុនសែនខ្លាកូនទេសភាពស្អាតក៏ប៉ុន្តែមានសំណូមពរមួយផងដែរសូមបងប្អូនដែលបានឡើងមកលេងឬក៏មកលេងនៅទីនេះសូមទុកដាក់សម្រាមឲ្យបានល្អផងពីព្រោះអនាម័យគឺសំខាន់ខ្លាំងមែនទែនវាប៉ះពាល់ទៅដល់បរិស្ថានក៏ដូចជាសង្គមជាតិទាំងមូលបើសិនជាបរិស្ថានស្អាតកន្លែងស្អាតគឺយើងទាំងអស់គ្នាគឺចង់ទៅលេងហើយអ្នកណាក៏ដូចអ្នកណាដែរកន្លែងណាក៏ដូចកន្លែងណាដែរប៉ុន្តែបើសិនជាយើងចោលសារ៉ាំហើយយើងមិនទុកដាក់ឲ្យបានរៀបរយល្អនោះទេវាខូចសម្ព័ន្ធភាពបរិស្ថានប្រទេសយើងទាំងមូលតែម្ដងបើសិនជាកន្លែងស្អាតប៉ុន្តែមានសម្រាប់មានថង់មានប្រអប់ស្នោអីវាធ្វើឲ្យយើងអត់មានអារម្មណ៍សប្បាយក៏ថាបានដែរពីព្រោះក្លិននៃសម្រាប់ទាំងអស់នោះវាធ្វើឲ្យខូចសម្ព័ន្ធភាពទោះជាទេសភាពស្អាតយ៉ាងណាក៏ដោយបើសិនជាក្លិនអត់ល្អក៏យើងអត់ចង់ទៅលេងដែរត្រូវអត់ចឹងបងប្អូនទាំងគ្នាសូមទុកដាក់សម្រាប់ឲ្យបានល្អទាំងអស់គ្នា
ដើម្បីអនាម័យហើយដើម្បីទេសភាពដ៏ស្រស់ស្អាតទាំងអស់គ្នានៅភ្នំនេះផងដែរក៏មានតារាងបាល់ទាត់គេហៅថា Martin Sport ហើយមានតារាងបាល់ទះផងដែរដូចខ្ញុំថតបាញ់មិញនេះគេទៅធ្វើហើយទេមានមនុស្សមកលេងច្រើនដែរអញ្ចឹងវីដេអូនេះគឺជាវីដេអូភាគ1ហើយចប់តែប៉ុណ្ណេះអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានរហូតមកដល់ចំណុចនេះអរគុណសុខភាពល្អសេចក្តីសុខសាន្តទាំងអស់គ្នាជម្រាបលាបាយបាយជួបគ្នាវីដេអូទី2